รพជំរាបសួរថ្ងៃនេះเราជាថ្ងៃទី2នៃពិធីបុណ្យនំទូកเราថ្ងៃទី5ខែ11 2025នេះជាទិដ្ឋភាពពេលរាត្រីនៅក្រុងពោធិ៍សាត់ Hello everyone នេះគឺជាទិដ្ឋភាពបងប្អូនភូមិមួយប្រុសមួយស្រីធ្វើដំណើរកំសាន្តទៅអកអំបុកសំពះព្រះខែនៅលើកោះសំពៅមាសហើយខ្ញុំកំពុងតែថតនេះគឺនៅលើដងវិថីផ្លូវលេខ1ចិត្ត KM មុខ KM កំពុងតែធ្វើដំណើរទៅកោះសំពៅមាសដូចជាមើលទៅដូចជាមិនសម្បូរម៉ូតូឡានអីប្រហែលទេប្រហែលជាបងប្អូនអ៊ំពូមីងមួយចំនួនហ្នឹងក្នុងឱកាសបុណ្យអ៊ំទូហ្នឹងបានធ្វើដំណើរទៅដើរកំសាន្តតាមបណ្ដាខេត្តរមណីយដ្ឋានបណ្ដាខេត្តដូចជាវាលវែងអីចឹងទៅសៀមរាបអីចឹងទៅឬក៏ភ្នំពេញកំពង់សោមកំពតតែសម្រាប់រូបខ្ញុំផ្ទាល់ហ្នឹងគឺអត់បានទៅណាទេឆ្នាំនេះនៅតែបុណ្យនំទូកអកអំបុកគឺនៅតែក្នុងខេត្តដូច្នេះហើយក៏មានពេលទំនេរផ្ដិតយករូបភាពទិដ្ឋភាពពេលរាត្រីចែកជូនពុកម៉ែបងប្អូនអ៊ំពូមីងនៅចិត្តនៅឆ្ងាយជាពិសេសបងប្អូនអ៊ំពូមីងដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់សូមជួយ like ជួយ share វីដេអូនេះផងថាខេត្តយើងមានការអភិវឌ្ឍយ៉ាងខ្លាំងកែមុខមាត់ច្រើនណាស់ពេលរាត្រីអូឥឡូវដូចជាអូនេះមនុស្សច្រើនដែរដូចច្រើនមកគេឥឡូវចិត្តដល់ផ្សារថ្មីហើយបងប្អូននេះផ្សារថ្មីពោធិ៍សាត់មិនមែនផ្សារថ្មីភ្នំពេញទេណាហើយវីដេអូនេះដែរសូមគោរពផ្ញើជូនបងប្អូនពុកម៉ែជាបរិវត្តនៅក្នុងប្រទេសក្រៅប្រទេសក្តីយើងអ្នកពោធិ៍សាត់យើងត្រូវតែគ្រប់គ្រងអ្នកពោធិ៍សាត់ដូចគ្នានេះហើយផ្សារថ្មីពោធិ៍សាត់នេះផ្សារថ្មីពោធិ៍សាត់បងប្អូននេះពេលរាត្រីលក់ផ្លែឈើផ្កាភ្ញីផ្លែក្រូចហើយខ្ញុំថតនេះគឺនៅថ្ងៃទី5ខែ11 2025វេលាម៉ោង 6:07 ហើយបងប្អូនណា7 យប់ឥឡូវនេះឃើញថាមានម៉ូតូឡានច្រើនចូលចិត្តដល់កោះហើយម៉ូតូឡានអូមួយភ្លើងពណ៌ស្អាតណាស់ខេត្តពោធិ៍សាត់ពេលរាត្រីគឺស្អាតចឹងហើយណាសូមជួយទស្សនាដោយរីករាយចិត្តដល់កោះហើយបងប្អូនមានវេលាស្មាននេះឃើញមានម៉ូតូឡានច្រើនចង់ស្ទះចរាចរណ៍នេះម៉ោងប៉ុណ្នេះហើយជាម៉ោង 9:10 ហើយជាមនុស្សម្នាច្រើនអូស្ទះហើយនេះស្ទះហើយ